នៅក្នុងពេលថ្មីនេះរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក Pete Hegseth បានចេញសេចក្តីប្រកាសនៅលើបណ្ដាញសង្គមរបស់លោកជាផ្លូវការថាសហរដ្ឋអាមេរិកបានសម្រេចចិត្តនៅក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនដើម្បីធ្វើសម្ពយុទ្ធយោធាជាមួយនឹងកងទ័ពកម្ពុជាសាជាថ្មីឡើងវិញដែលហៅថាសម្ពយុទ្ធឆ្មាំអង្គរហើយប្រទេសទាំងពីរនេះបានធ្វើឡើងគឺបន្ទាប់អំពីមានការខកខាននៅក្នុងការធ្វើសម្ពយុទ្ធជាមួយគ្នាអស់រយៈពេល8ឆ្នាំកន្លងមកហើយនោះការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅក្នុងពេលនេះគឺជាការធ្វើឡើងបន្ទាប់អំពីមានការចូលរួមជាសាក្សីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅឯកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី26ខែតុលាឆ្នាំ2025នៅឯទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីដែលនៅក្នុងពេលនោះគឺលោក Donald Trump បានប្រកាសថាកម្ពុជានិងសហរដ្ឋអាមេរិកនឹងធ្វើសម្ពយុទ្ធរួមគ្នាហើយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកក៏មកបំពេញជាផ្លូវការនៅក្នុងប្រទេសកម្ពុជាជាពិសេសគឺដំណើរទស្សនកិច្ចនៅឯកំពង់ផែរៀមរបស់កម្ពុជានោះយោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Stratham បានចេញផ្សាយកាលពីថ្ងៃទី1ខែវិច្ឆិកាបានលើកឡើងថាការបើកដំណើរការនៃសម្ពយុទ្ធហៅថាឆ្មាំអង្គរនោះឡើងវិញគឺជាផ្នែកមួយនៃការធ្វើឲ្យមានការកក់ក្ដៅនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកក្រោយពីមានការចុះហត្ថលេខាដែលបានធ្វើឡើងនៅឯទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីដែលមានលោក Donald Trump ចូលរួមជាសាក្សីនោះនេះគឺជាការប្រកាសផ្លូវការមួយរបស់លោក Pete Hegseth ដែលជារដ្ឋមន្ត្រីនៃក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅក្នុងជំនួបកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដែលមានការចូលរួមពីនាយឧត្តមនាវីតុងជីនរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិននោះទន្ទឹមនឹងនោះដែរប្រមុខការពារជាតិសហរដ្ឋអាមេរិកលោក Hegseth ក៏បានពិភាក្សាជាមួយនឹងប្រមុខការពារជាតិកម្ពុជាលោកទីសីហាអំពីផែនការទស្សនកិច្ចនៅកំពង់ផែរៀមឲ្យនាវារបស់អាមេរិកដែលមានលោក Hegseth បានចូលរួមនោះផងដែរបាទប្រិមិត្តនេះគឺជាព័ត៌មានច្បាស់ការហើយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលថ្មីនេះលោក Donald Trump បានបដូរឈ្មោះថាជាក្រសួងសង្គ្រាមនោះឥឡូវនេះគឺលោករដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការនៅលើបណ្ដាញសង្គម Facebook របស់លោកដែលបានបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកនឹងធ្វើសម្ពយុទ្ធយោធាដែលហៅថាឆ្មាំអង្គរជាមួយនឹងកងទ័ពកម្ពុជាឡើងវិញហើយគឺមានន័យថាប្រទេសទាំងពីរនេះគឺធ្លាប់បានផ្អាកនៅក្នុងការធ្វើសម្ពយុទ្ធនេះអស់រយៈពេល8ឆ្នាំហើយតែនៅក្នុងពេលថ្មីនេះបន្ទាប់អំពីលោក Donald Trump បានចូលធ្វើជាសាក្សីនៅក្នុងកិច្ចចុះហត្ថលេខាទៅលើសន្តិភាពរវាងប្រទេសកម្ពុជានិងថៃកាលពីថ្ងៃ26ខែតុលាឆ្នាំ2025នោះមកគឺមានន័យថាសហរដ្ឋអាមេរិកនិងកម្ពុជាគឺជាប្រទេសមួយកាន់តែខិតជិតចូលទៅរកនៅចំណងតាក់ទងកាន់តែស្អិតរមួតជាមួយគ្នាឡើងវិញហើយស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកបានចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានបូកនៅក្នុងពេលនោះគឺលោកបានឆ្លៀតជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហាដើម្បីពិភាក្សានិងបញ្ជាក់គ្នាឡើងវិញជាផ្លូវការថាសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពមកធ្វើសម្ពយុទ្ធយោធាជាមួយនឹងភាគីកម្ពុជាហើយឆ្លៀតឱកាសនោះដែរគឺលោកបានបញ្ជាក់ផងដែរថារូបលោករដ្ឋមន្ត្រីក្រសួងការពារជាតិនេះផ្ទាល់បានមកបំពេញទស្សនកិច្ចនៅឯកំពង់ផែរៀមរបស់កម្ពុជាផងដែរដែលក្នុងនោះក៏មាននៅនាវារបស់សហរដ្ឋអាមេរិកក៏បានចូលមកនៅកំពង់ផែរៀមនេះផងដែរអ្វីដែលជាកត្តាសំខាន់នោះគឺនៅក្នុងពេលដែលកិច្ចប្រជុំអាស៊ានបូកនេះមាននៅរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសចិនផងដែរចំណុចនេះគឺជាចំណុចមួយដែលគេមើលឃើញថាសហរដ្ឋអាមេរិកនិងកម្ពុជាគឺមានការជិតស្និទ្ធគ្នាឡើងវិញឬក៏ទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរឡើងវិញនៅក្នុងអំណាចរបស់រដ្ឋបាលលោក Donald Trump ទីទាំងពីរនេះក៏មានការសន្យាជាមួយគ្នាជាច្រើនទៀតដែលតាក់ទងជាមួយនឹងផ្នែកពាណិជ្ជកម្មដែលកន្លងមកនេះគឺលោក Donald Trump ក៏បានធ្វើការប្រកាសជាសកលឲ្យបណ្ដាប្រទេសផ្សេងៗក៏បានដឹងផងដែរថាកម្ពុជាក៏មានការទម្លាក់ពន្ធសូន្យនៅក្នុងគណៈពេលដែលទំនិញរបស់សហរដ្ឋអាមេរិកចូលមកកម្ពុជា
ហើយកម្ពុជាបានចូលទៅសហរដ្ឋអាមេរិកនៅលើទំនិញមួយចំនួនក៏មានពន្ធសូន្យក៏ប៉ុន្តែទំនិញភាគច្រើនគឺមាន 19% ដដែលនេះគឺជាបញ្ហានៃទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសសហរដ្ឋអាមេរិកបានធ្វើឲ្យមានការកត់សម្គាល់ពីបណ្ដាប្រទេសជាច្រើនដែលមើលឃើញថាកន្លងមកនេះប្រទេសទាំងពីរនេះដែលធ្លាប់មានការរង្គៀសចិត្តគ្នានោះហើយជាមាននៅការទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធថែមទៅទៀតពីក៏មានការកត់សម្គាល់ផងដែរថាសហរដ្ឋអាមេរិកផ្នែកក្រសួងការពារជាតិនេះគឺមិនមែនទំនាក់ទំនងល្អជាមួយតែនឹងប្រទេសកម្ពុជាទេជាមួយនឹងប្រទេសវៀតណាមក៏បច្ចុប្បន្ននេះកំពុងតែខិតជិតទៅរកគ្នាកាន់តែខ្លាំងឡើងដែលក្នុងនោះគឺក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកនិងក្រសួងការពារជាតិនៃប្រទេសវៀតណាមនេះមានទំនាក់ទំនងនៅក្នុងការទិញលក់នៅសពាវុធដែលប្រទេសវៀតណាមក៏មានការទិញនៅសពាវុធពីសហរដ្ឋអាមេរិកនៅក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារផងដែរដែលជាដៃគូមួយដែលធ្វើឲ្យគេមើលឃើញថាសហរដ្ឋអាមេរិកដែលធ្វើឡើងដើម្បីយ៉ាងណាជួយជំរុញឲ្យខាងវិស័យយោធារបស់វៀតណាមនេះកាន់តែរឹងមាំនៅក្នុងអ្វីដែលគេមើលឃើញថាសហរដ្ឋអាមេរិកបានប្រើប្រាស់វៀតណាមដើម្បីទប់ទល់ទៅនឹងការវាយទីរបស់ប្រទេសចិនក៏ដូចជាតំបន់ Indo-Pacific នេះផងដែរ